អូខេសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនអំពីរបៀបបាទវាអក្សរខ្មែរបញ្ចូលទៅក្នុងវីដេអូប៉ុន្តែលេខអក្សរបែបស្អាតលេខ style animation ដូចជាបងប្អូនកំពុងតែឃើញអស់គ្នានឹងបាទអូខេទៅជាមួយបងប្អូនទាំងអស់គ្នាហើយមុននឹងឈានចូលទៅដល់វីដេអូសូមកុំភ្លេចបាទជួយចុច Subscribe ដូចជាដាក់សញ្ញារូបកណ្ដឹងបងប្អូនមានមួយផងដើម្បីទទួលបានវីដេអូថ្មីៗតោះ Let's goអូខេប្រសិនបើយើងមាន project ចាស់ហើយឬក៏យើងកម្រងនឹងធ្វើ project ថ្មីបាទយើងជាដំបូងគឺយើងត្រូវ copy អក្សរសិនបាទអញ្ចឹងយើងចូលមកកម្មវិធីបាទនេះមកហើយស៊ីគេ chat យើងចូល chat មកចូល chat ចូលទៅអីចូលដើម្បីតែសេអក្សរចឹងខ្ញុំយកនេះសេពាក្យនេះបងប្អូនខ្មែរមិនអាចសេបានទេបងប្អូនខ្មែរមិនអាចសេបានទេលើ CapCut អញ្ចឹងយើងចុចប្រាប់មកនេះបងចាញ់សារអូនហើយចុចប្រាប់មកយើងចុចប្រាប់ហើយចុចពាក្យនេះ copy នេះឬក៏ចម្លងមកហើយយើងបាទអូហូតទៅលើរហូតមកអូខេយើងអត់លើយើងមកចុចពាក្យថាហ្នឹងចុចអាហ្នឹងដើម្បីគេបំលែងអក្សរខ្មែរទៅជាបាទ Unicode បាទអញ្ចឹងយើងអូសយើងមកមើលកន្លែងឆាននេះសរសេរអក្សរខ្មែរអញ្ចឹងសរសេរអក្សរខ្មែរយើងចុចវាធ្វើអីយើងចុចប្រាប់លើនឹងមកខ្ញុំមើលតាមម៉ៅខ្ញុំយើងចុចប្រាប់លើនឹងមកអូខេយើងចុចប្រាប់មកចុចដៃបានអូខេហើយយើងផាសមកនេះដាក់ថាបងចឹងអូនហើយចឹងតែខ្ញុំទៅមកយើងបាទយើងអស់មកក្រោមយើងមករកពាក្យថានេះ promo ចម្លងផលិតផលបាទយើងចុចមកហើយយើងចូលទៅក្នុង CapCut ឥឡូវយើងយករំដងថ្មីចុះខ្ញុំសុំដាក់ផ្ទាំងពណ៌បៃតងនេះគាត់ជាឧទាហរណ៍ទេណាខ្ញុំដាក់ផ្ទាំងនេះចុះអូខេហើយក៏មិនបាច់ដូរទំហំដូរអីដែរព្រោះនេះគឺជាការឧទាហរណ៍ទេបន្ទាប់មកយើងចុចពាក្យថា text ដើម្បីបញ្ចូលអត្ថបទមិញណាឬក៏អត្ថបទហ្នឹងចុចអត្ថបទមួយទៀតឬក៏ add text អូខេអញ្ចឹងអក្សរមិញយើងយកវាមកផាសនៅកន្លែងហ្នឹងផាសនៅកន្លែងហ្នឹងណាចុចមកអូខេហើយយើងចុចនេះឃើញអត់វាមកអញ្ចឹងនិយាយថាអក្សរខ្មែរដាក់បានទេវាថាបះដៃបះជើងអញ្ចឹងហើយអញ្ចឹងមិញខ្ញុំទៅចម្លងហ្នឹងក៏អត់ទាន់បានដែរអញ្ចឹងខ្ញុំទៅចម្លងសាអូខេចុចចម្លងផលិតផលអានេះបានមិញខ្ញុំចុចខុសបាទជាស្រ័យហើយយើងមកដាក់អក្សរត្រង់ដូចមិញមកយើងលុបអក្សរនឹងចេញគេយើងលុបអក្សរនឹងចេញមកហ្នឹងហើយយើងដាក់អក្សរនេះចូលអូខេបន្ទាប់ពីយើងដាក់ហើយវាចេញជាអង់គ្លេសបាទវាអត់ចេញខ្មែរយើងទេអញ្ចឹងដើម្បីឲ្យវាចេញខ្មែរយើងត្រូវចុចបែបណានេះបងប្អូនមើលមកក្រោមមើលកម្មវិធីដែលខ្ញុំកំពុងអស់នេះហ្នឹងនេះបងប្អូនចុចនេះអាទី2ហ្នឹងចុចបកមកអូខេមកចុចហ្នឹងហើយវាមានសិតតា font ជាមួយយើងដូរ font នេះបងឃើញអត់នេះវាប្រែប្រួលឃើញអត់font នេះមើលនេះឃើញអត់វាប្រែប្រួលប៉ុន្តែសិតតា font សាសគេទាំងអស់អញ្ចឹង font ខ្មែរយើងចុចអានេះមកអូខេកន្លែងនេះគ្មានទេចុចម្ដងទៀតអូខេអញ្ចឹងយើងដាក់មក font ខ្មែរយើងឆ្លាញ់មួយណាខ្ញុំសូមរុញកម្មវិធីនេះទៅលើបន្តិចនេះឬមួយក៏កម្មវិធីនេះវាក៏អក្សរហ្នឹងយើងចង់ដាក់តែខ្ញុំសូមដាក់អក្សរចេះមកស្រួលមើលអញ្ចឹងដើម្បីយើងលេង style យើងចុចអានេះអូខេយើងចុចអាហ្នឹងមកហើយបងប្អូនមើលអា style លើនេះ style ខាងលើនេះគឺជា style ដែលគេឲ្យយើងនឹងថា style free មានអត់គេសេរីហើយស្រាប់នេះឃើញអត់ហើយយើងអស់មើលមកនេះ
គឺជា style បាទ style ស្រាប់បាទឥឡូវយើងទៅមើលកន្លែង scene វិញយើងអុសវាមកហើយយើងមកចុចពាក្យនេះអូខេអញ្ចឹងអក្សរយើងមកដូចដើមឥឡូវយើងចង់បានអក្សរពណ៌អីកន្លែងនេះគឺជាពណ៌បាទយើងអាចរើសបាននេះមើលតាមម៉ៃខ្ញុំហ្នឹងទៅឥឡូវយកពណ៌នេះហើយអាម៉ាលីមខាងក្រោមនេះគឺជាបាទលីមបាទពង្រីកពង្រួមអក្សរធំមកទូចហើយដាក់មកល្មមចេះមកអូខេហើយខ្ញុំសូមដាក់ប៉ុណ្ណឹងហើយបងប្អូនមើលមកអក្សរនេះអក្សរហ្នឹងអក្សរម៉ាកហ្នឹងហើយនេះអក្សរនេះអូខេមានន័យថាកន្លែងហ្នឹង stroke បាននិយាយចំ stroke លេងដាក់អក្សរម៉ាកហ្នឹងមានន័យថា stroke ប្រវាយទៅជុំវិញឃើញអត់បងប្អូនឃើញអត់យើងដាក់ពណ៌ហ្នឹងមកលេងដាក់ពណ៌ណាដាក់ពណ៌នេះអូខេឬមួយក៏ដាក់ពណ៌សទៅដាក់ពណ៌សចុះអូខេមកនេះពណ៌សក៏បានពណ៌ខៀវក៏បានហើយទៅមកនេះគឺជាកន្លែងបញ្ចេញពលឺឲ្យក្រាស់ឲ្យស្ដើងទីអត់យើងបញ្ចេញពលឺខ្លាំងតិចនឹងអត់សោះតែហ្មងខ្ញុំសូមដាក់ប៉ុណ្ណេះអូខេសូមដាក់ប៉ុណ្ណឹងអូខេសូមដាក់ប៉ុណ្ណឹងហើយកន្លែងពលឺនេះយើងមិនទាន់បានយើងមើលកន្លែងនេះកន្លែងនេះគឺកន្លែងនេះកន្លែងនេះគឺកន្លែងកោងនិងកន្លែងកោងអីគេធ្វើឲ្យអក្សរកោងបាទចុចមកបងប្អូនមើលទៅនេះវាកោងយើងទាញហ្នឹងមកវាកោងកម្រិតណាកម្រិតណាបាទដាក់ប៉ុណ្ណាស្រឡាញ់ចិត្តបងប្អូនបាទឃើញអត់ស្រឡាញ់ប៉ុណ្ណាហើយដាក់ប៉ុណ្ណាអូខេខ្ញុំមិនដាក់ទេខ្ញុំដាក់ត្រង់អូខេដើម្បីដាក់វា script ថាត្រង់បាទចុចបិទទៅមកទៅញ៉ាប់ចប់មើលយីចេះញ៉ាប់ពេលចុចបិទចេះត្រង់ភ្លឹងបាទអញ្ចឹងកន្លែងហ្នឹងវាបានហើយអញ្ចឹងយើងចូលមករៀបចំបាទនេះផ្ទាំងខាងក្រោយបាទផ្ទាំងខាងក្រោយឬមួយក៏ background អង់គ្លេសយើងចុចអានេះមកឃើញអត់បញ្ចេញពណ៌ឥឡូវយើងចង់ដាក់ទាំងខាងក្រោយវាពណ៌អីខ្ញុំសូមដាក់ពណ៌នេះឥឡូវយើងបើកមកយើងអូសវាមកនេះឲ្យជំមើមកសូមយកបាទពណ៌នេះអូខេអញ្ចឹងយើងមកសេរីនៅខាងក្រោមយើងអូសមកវាមានយើងសេរីមកអានេះកម្រិតបាទអានេះគឺជាកម្រិតតែឃើញអត់បាទតែយើងចង់ដាក់វាកម្រិតបែបណាស្ទង់ឬក៏ខ្លាំងឬក៏អស់ចេះក៏បានហើយកន្លែងនេះគឺជាសេរីហ្គេមនឹងអីគេកាលណាបងដាក់ចេះយើងបើកវិញចេះឃើញអត់វាទូជាកន្លែងកែងវាជាមួយខ្ញុំទាញកម្មវិធីទៅលើឲ្យមើលនេះឃើញអត់ពេលបងសេរីកន្លែងហ្នឹងវាចែកជាមួយបើកាលណាយើងអស់អាមលីននឹងទៅនោះនេះតិចឃើញអត់វាជ្រុងអញ្ចឹងយើងអស់មកវាកែមឃើញអត់ហើយកន្លែងនេះបាទកន្លែងនេះគឺជាមានន័យថាយើងអស់ទៅអាខាងលើខាងក្រោមវាកាន់តែធំទៅយើងដាក់ប៉ុណ្ណាអក្សរយើងប៉ុណ្ណឹងយើងដាក់បាទសូមដាក់ប៉ុណ្ណេះយើងបិទចោលអស់មកទៅអូខេហើយយើងមើលនេះអាហ្នឹងគឺជាបាទវែងវាឲ្យវែងខ្លីចេះអញ្ចឹងណាហើយយើងសូមអូប៉ុណ្ណេះបាទប៉ុណ្ណេះល្មមយើងថាប៉ុណ្ណឹងល្មមអូខេយើងមើលមកក្រោមអាពីរនេះ x y ក៏អីទេអាហ្នឹងមានន័យថាបើខាងលើយើងអមមកបងប្អូនមើលទៅនេះមានន័យថារូប background ហ្នឹងឡើងទៅលើអញ្ចឹងវាអត់ត្រូវមានអក្សរទេឥឡូវយើងដាក់វាត្រូវអក្សរអញ្ចឹងវាដាក់ប៉ុណ្ណេះអត់ត្រូវអូខេហើយអាលើអាខាងក្រោមមានន័យថារុញ background ទៅខាងស្ដាំទៅខាងឆ្វេងបាទអញ្ចឹងយើងដាក់ល្មមដូចគ្នាយើងមើលមកយើងដាក់ប៉ុណ្ណាល្មមអូខេអញ្ចឹងមានន័យថាខ្ញុំដាក់ប៉ុណ្ណឹងល្មមហ្នឹង background យើងរៀបចំខ្លួនឯងណាអញ្ចឹងយើងដាក់ប៉ុណ្ណឹងល្មមហើយយើងមកមើលមកខាងលើយើងមើលពាក្យថានេះពន្លឺ
គេយើងចុចពន្លឺមកពន្លឺនឹងគឺជាអ្វីគេភ្លឺនេះឃើញវាភ្លឺអត់ហើយយើងចង់ដាក់ពន្លឺនឹងពណ៌អីអូខេពន្លឺពណ៌សពណ៌ខ្មៅមកឡើងខ្ញុំដាក់ពន្លឺពណ៌នេះអូខេចង់ដាក់ពន្លឺពណ៌ហ្នឹងហើយនេះគឺជាកម្រិតបាទកម្រិតពន្លឺនេះឃើញចាចបិទអស់ខ្ញុំសម្ដាក់ប៉ុណ្ណេះអូខេប៉ុណ្ណឹងហើយអានេះសារ៉េដូចគ្នាបងប្អូនសារ៉េដូចអា background មិនដែរហ្នឹងអូខេសារ៉េដូច background មិនដែរនេះអត់ភ្លើងវាកាន់តែស្ដើងកាន់តែតិចកាន់តែខ្លាំងអញ្ចឹងទៅដូចគ្នាបងប្អូនឆ្លាញ់ប៉ុណ្ណាបងប្អូនដាក់ប៉ុណ្ណឹងទៅបាទយើងអស់មកលើវិញប្រសិនបើបងប្អូនអត់ចង់ធ្វើទេបងប្អូនចង់បានស្រាប់បាទបងប្អូនមកចុចកន្លែងនេះកន្លែងនេះកន្លែងហ្នឹងតែខ្ញុំពងអស់នេះតែខ្ញុំពងអស់ហ្នឹងបងប្អូនមកចុចពាក្យនេះមកនេះខ្ញុំវាមានស្រាប់បងប្អូនឆ្លាញ់មួយណាបងប្អូនយកមួយហ្នឹងទៅអានេះគំរូហើយគំរូឃើញអត់ហើយបងប្អូនឆ្លាញ់មួយណាយើងមើលទៅឃើញអត់ដូរបានតាមចិត្តបាទវាមិនមែនតែប៉ុណ្្នឹងទេឃើញអត់វាមានច្រើននេះហើយយើងមើលនេះយើងអស់មើលទៅមានច្រើនបាទយើងឆ្លាញ់មួយណាយើងដាក់មួយហ្នឹងទៅអូខេហើយអាខាងនេះគឺជាបាទចលនាវីដេអូបាទចលនាអក្សរជាមួយវាចេញមកយើងចាក់ដាក់នេះខ្ញុំសុំដាក់ហ្នឹងឃើញអត់វាចេញមកឃើញអត់វាចេញបែបអញ្ចឹងបើដាក់នេះឃើញអត់វាចេញបែបអញ្ចឹងបាទវាចេញបែបអញ្ចឹងនេះចលនាហើយអាខាងក្រោមយើងអស់មកចប់ខាងនេះបាទខាងនេះគឺជាបាទអក្សរបាទចលនាផ្សេងបាទគឺជាបាទ font ខ្មែរមិន font ខ្មែរ font គេបាទ font គេជាយើងត្រឡប់មកមើលឲ្យយើងវិញអូខេអញ្ចឹងបងប្អូនអាចរើសមើលបានបងប្អូនឆ្លាញ់បែបណាបងប្អូនដាក់បែបហ្នឹងទៅលើខ្ញុំបាត់ហើយចឹងខ្ញុំសូមរើសវិញបាទដោយសារវាបាត់ចឹងខ្ញុំឆ្លាញ់បែបអញ្ចឹងឆ្លាញ់បែបអញ្ចឹងបាទយ៉ាងអញ្ចឹងទៅអាហ្នឹងទៅហើយចុច save ចុចអីចឹងណាបងប្អូនអញ្ចឹងវីដេអូបងប្អូនគឺមានតែប៉ុណ្្នឹងទេបើមានការខុសឆ្គងអីអធិស្ឋានផងបាទអូនមិនមែនជាអ្នកចេះអ្នកអីទេបាទហើយវីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូននឹងយល់បាទខ្ញុំបង្ហាញនេះគឺបង្ហាញលក្ខណៈត្រួសបងប្អូនអាចធ្វើការខ្លួនឯងបានបាទបើជាទូទៅបងប្អូនមិនបាច់យកនេះយកតែគំរូវាក៏បានដែររៀបចំនំហត់តែខ្លាចបងប្អូនពេញចិត្តចឹងចង់រៀបចំខ្លួនឯងឆ្លាញ់ប៉ុណ្ណាយើងស្រេហើយអាគំរូនោះយើងស្រេបានតែគ្នាទេគឺថាហើយយើងចង់បាន background យើងសេរីបានអូខេខ្ញុំវីដេអូបងគឺមានតែប៉ុណ្្នឹងបាទអូខេបាយបាយ